រឿងអញ្ញតរៈឧបាសិកាគុណនៃការអុជប្រទីបបូជាធម្មទេសនាការព្រះសម្ពុទ្ធបរមគ្រូទ្រង់គង់នៅក្នុងវត្តចេតពុនថ្ងៃមួយព្រះមោគលានថែបាននិមន្តទៅឋានត្រៃត្រង់ឃើញវិមានប្រាសាទរបស់នាងទេពធីតាម្នាក់ជាវិការៈនៃកែវមណីជោតិមានពន្លឺរស្មីចាំងចែងផ្សាយទៅពេញទេវលោកទាំងមូលគ្របសង្កត់ពន្លឺនៃទេវតាទាំងពួងនាងទេពធីតាជាម្ចាស់ប្រាសាទបានឃើញព្រះមោគលានថែហើយក៏ប្រញាប់ប្រញាល់នាំបរិវារទាំង 1000 ចុះអំពីប្រាសាទមកថ្វាយបង្គំព្រះមោគលានថែបានសួរថាមនានាងទេពធីតាអ្នកបរិបូរដោយទឹកពសារីនាងបានធ្វើបុណ្យអ្វីអំពីជាតិមុនមកបានជាមានពន្លឺចាំងចែងចិញ្ចាចដូច្នេះនាងទេពធីតាបានថ្លែងរៀបរាប់ប្រវត្តិរបស់ខ្លួនប្រាប់ដល់ព្រះមោគលានថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំព្រះករុណាទើបនឹងមកពីឋានមនុស្សក្នុងពេលព្រឹកមិញនេះកាលពីថ្ងៃឧបោសថម្សិលមិញខ្ញុំព្រះករុណាបានទៅស្ដាប់ធម៌ទេសនានៅក្នុងវត្តចេតពុនជាមួយនឹងបរិស័ទទាំងឡាយកំពុងតែស្ដាប់ព្រះធម៌ព្រះអាទិត្យក៏អស់ស្ដង្គត់ទៅខ្ញុំព្រះករុណាបានគិតថាព្រះធម៌ទេសនាមិនទាន់ចប់ងងឹតក៏កាន់តែចម្រើនឡើងគួរតែទៅយកប្រទីបមកអុជលុះគិតដូច្នេះហើយសេចក្តីជ្រះថ្លាក៏កាន់តែកើតឡើងទៅក្រោកដើរទៅគេហដ្ឋានរបស់ខ្ញុំព្រះករុណាយកទៀនមួយគូនិងជើងទៀនកែវមួយគូមកអុជហើយយកទៅតម្កល់តាំងនៅមុខគ្រែទេសនាបានអង្គុយស្ដាប់ធម៌ដរាបដល់ចប់លុះត្រឡប់ពីស្ដាប់ធម៌ទៅផ្ទះវិញខ្ញុំព្រះករុណាកើរោគខ្យល់ក៏ធ្វើមរណកាលនៅក្នុងពេលនោះទៅស្រាប់តែមកកើតនៅក្នុងវិមានកែវមណីជោតិនាឋានត្រៃត្រង់នេះឯងព្រះមោគលានបានជ្រាបដំណឹងនោះហើយក៏និមន្តហួសទៅទីដទៃទៀតទៅ